ជាបទពិសោធន៍បងប្អូនតោះគ្នាខ្ញុំបានជួបនៅបងប្អូនយើងដែលគាត់មានបញ្ហាគឺបរាជ័យនេះខ្ញុំលើក3ចំណុចទៅចោះទី1គឺបរាជ័យនៅលើការងារទី2បរាជ័យនៅលើការរស់ស៊ីទី3គឺបរាជ័យនៅលើគូជីវិតខ្ញុំមិនដឹងថាតើបងប្អូនដែលបានស្ដាប់នេះស្ថិតនៅក្នុងដំណាក់កាលមួយណានៃបញ្ហាទេប៉ុន្តែជាសារពីខ្ញុំទៅវិញគឺខ្ញុំចង់លើកទឹកចិត្តនិងបញ្ជាក់ឲ្យបងប្អូនដែលជួបបញ្ហាត្រូវប្រកាន់គោលជំហរត្រូវដឹងថាគ្រប់ភាពបរាជ័យទាំងអស់គេតែងតែនិយាយថាវាគឺជាមេរៀនក៏ដូចជាបទពិសោធន៍ជីវិតដែលធ្វើឲ្យយើងទទួលបាននូវភាពរឹងមាំល្អប្រសើរនៅក្នុងចំណុចបន្ទាប់នៅថ្ងៃក្រោយពាក្យថាជាបទពិសោធន៍និងមេរៀនវាពិតជាត្រឹមត្រូវដរាបណាដែលបងប្អូនទទួលយកការពិតថាយើងពិតជាជួបនឹងបញ្ហាបែបនេះមែនហើយយើងព្យាយាមមករកដំណោះស្រាយនោះខ្ញុំសង្ឃឹមថាបងប្អូននឹងអាចរកពន្លឺផ្លូវដើរជាប្រយោជន៍សម្រាប់ខ្លួនឯងថ្ងៃក្រោយពេលដែលយើងមានភាពបរាជ័យនៅក្នុងសាច់រឿងណាមួយប្រកបណាស់មកពីយើងមិនមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដោះស្រាយរំលែកនៅវិបត្តិនិងបញ្ហាផ្សេងៗនៅក្នុងជីវិតរបស់យើងកន្លែងនេះហើយគេបញ្ជាក់ឲ្យយើងឃើញថាយើងត្រូវតែបង្កើនការរៀនសូត្រការយកចិត្តទុកដាក់ការផ្ដោតការទទួលយកនៅបទពិសោធន៍ល្អៗពីរៀមច្បងនិងមនុស្សជុំវិញខ្លួនទុកជាមេរៀនរបស់យើងបន្ថែមពីលើអ្វីដែលយើងកំពុងតែខ្វះខាតព្យាយាមទាញខ្លួនឯងឲ្យคล้ายមកជាមនុស្សដែល positive វិញគឺការគិតមួយដែលល្អពេលនោះខ្ញុំគិតថាធម៌ពលផ្លូវចិត្តពីខាងក្នុងបងប្អូននឹងកើនឡើងមកវិញការកើនឡើងធម៌ពលផ្លូវចិត្តនឹងឯងដែលជាកត្តាជំរុញមួយធ្វើឲ្យអ្នកនរគ្នានឹងទទួលបាននូវរឿងល្អនៅថ្ងៃបន្តទៀតចំណុចមួយដែលសំខាន់បងប្អូនគឺការទំនាក់ទំនងបានន័យថាយើងបង្កើនទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនមានតែមនុស្សជុំវិញខ្លួននឹងឯងដែលជាអ្នកជួយដោះស្រាយកាលណាតែយើងទៅពឹងជាមួយនឹងអ្នកដែលយើងមិនស្គាល់ច្បាស់យើងប្រកាសជាមានអារម្មណ៍មួយថាតើយើងអាចទុកចិត្តបានអត់ចំពោះបញ្ហាមួយនេះភាពទុកចិត្តទៅលើមនុស្សជុំវិញខ្លួនដែលជាទំនាក់ទំនងល្អរបស់យើងឬគេហៅថាការខ្សែគប់ត្រូវដែលវាជាមាគ៌ាមួយជំរុញឲ្យយើងដើរទៅរកផ្លូវត្រូវដែរដល់ពេលដែលយើងជួបជាមួយនឹងក្រុមមនុស្សដែលល្អជុំវិញខ្លួនយើងសុទ្ធតែជាមនុស្សដែលមានបទពិសោធន៍សមត្ថភាពខ្ញុំគិតថាបងប្អូនពិតជាមនុស្សម្នាក់ដែលមានសំណាងនៅក្នុងនោះដែលអាចដើរនៅលើផ្លូវល្អត្រឹមត្រូវរឿងពិតអញ្ចឹងការខ្សែគប់វាពិតជាសំខាន់ណាស់ដូចនៅក្នុងសាលារៀនដែលគេនិយាយថាកាលណាខ្សែគប់ខុសមិត្តភ័ក្តិខុសដាក់ផ្លូវខុសការខ្សែគប់ត្រូវជំរុញឲ្យបងប្អូនដើរទៅលើផ្លូវត្រូវហើយឆាប់ដល់គោលដៅបន្ទាប់ពីបងប្អូនបានស្ដាប់នៅវីដេអូឃ្លីបមួយនេះកម្លាំងចិត្តកម្លាំងកាយរបស់បងប្អូននឹងត្រឡប់មកវិញខ្លាយទៅជាមនុស្សម្នាក់ដែលពោពេញទៅដោយធម៌ពល